កម្មវិធីចាប់ត្រីបែបបុរាណខ្មែរនៅក្នុងខេត្តសៀមរាបបានត្រឡប់មកម្ដងទៀតហើយបងប្អូនទាំងអស់គ្នាគឺនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ខែក្រោយនេះឯងដែលធ្វើឡើងនៅក្នុងភូមិបង្គងឃុំអំពើស្រុកប្រាសាទបង្គងខេត្តសៀមរាបហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីសកម្មភាពជាចាប់ផ្ដើមអុជកម្មជួលភ្លាមនឹងភ្ញៀវរត់ចុះស្រូទៅហ្មងហើយនៅពេលដែលកម្មវិធីចាប់ផ្ដើមនៅម៉ោង7ហ្នឹងមិនដឹងថាមនុស្សមកពីភូមិណាខ្លះឃុំណាខ្លះទេគឺនៅជុំវិញបឹងនឹងមនុស្សច្រើនខ្លាំងមែនទែនមិនថាគេមិនថាខ្ញុំទេធ្វើមិនក៏ត្រូវតែទៅចូលរួមឲ្យបានដែរព្រោះអីក្នុងមួយឆ្នាំគឺកម្មវិធីនេះធ្វើឡើងតែម្ដងទេតែបើអ្នកអត់ទាន់បានទៅចូលរួមឆ្នាំនេះអាចទៅចូលរួមបានណាហើយអ្នកទាំងអស់គ្នាដឹងអត់ថាកម្មវិធីនេះគឺគេធ្វើរួមសម្រាប់ធ្វើពិធីបុណ្យឡើងនាគរបស់អ្នកស្រុកប្រាសាទបង្គងតែម្ដងដែលជាទំនៀមទម្លាប់របស់អ្នកភូមិតាំងពីបុរាណមកម៉េះហើយបើនិយាយអំពីទីតាំងត្រពាំងនឹងវិញគឺជាត្រពាំងបុរាណមួយដ៏ធំមានទឹកខុបប្រាំងខុបឧស្សាហ៍ហើយអ្នកភូមិគាត់បានអភិរក្សនិងការពារមិនឲ្យនរណាម្នាក់មកនេសាទដេះផ្ដាស់លុះត្រាតែមានការសម្រេចចិត្តពីគណៈកម្មការរៀបចំកម្មវិធីបុណ្យនឹងជាមុនសិនហើយកំណត់នៅថ្ងៃនេសាទរួមមួយទើបអ្នកភូមិនឹងអាចទៅរកចាប់បានហើយបើនិយាយពីលក្ខខណ្ឌគេក្នុងការនេសាទវិញគឺគេឲ្យប្រើតែឧបករណ៍នេសាទបែបបុរាណប៉ុណ្ណោះមានដូចជាសំណាញ់អង្រុតឈ្នាងនិងឧបករណ៍ផ្សេងៗជាដើមហើយអ្នកទាំងអស់គ្នាដឹងអត់ចំពោះត្រីដែលអ្នកភូមិគាត់កំពុងចាប់គឺគាត់អាចយកទៅផ្ទះធ្វើម្ហូបរៀងៗខ្លួនជុំគ្រួសារគាត់បានប៉ុន្តែនៅកន្លែងមួយនេះអ្នកទាំងអស់គ្នាឃើញគេដាក់សម្រាប់មួយដ៏ធំអត់គឺកន្លែងហ្នឹងគឺគេសម្រាប់ចាប់យកទៅធ្វើបុណ្យឡើងនាគនឹងឯងអញ្ចឹងគេអត់ឲ្យអ្នកភូមិគាត់ទៅចាប់នៅក្នុងកន្លែងសារ៉ាស់ហ្នឹងទេព្រោះថាត្រីនៅក្នុងសារ៉ាស់ហ្នឹងគឺគេទុកសម្រាប់ធ្វើទឹកនំបញ្ចុកឬក៏ម្ហូបអាហារឬក៏ចង្ហាន់ជាដើមសម្រាប់ប្រគេនព្រះសង្ឃនៅថ្ងៃកិច្ចពិធីឡើងនាគហ្នឹងឬក៏មួយទៀតគេហៅថាបុណ្យឡើងអ្នកតានៅសាលាឆាន់នៅក្នុងភូមិដែលជាទំនៀមទម្លាប់ដែលមិនអាចខានបានជារៀងរាល់ឆ្នាំហើយឥឡូវនេះយើងមកមើលអំពីសកម្មភាពដ៏រីករាយរបស់អ្នកភូមិដែលគាត់ចាប់ត្រីមិនថាគាត់មិនថាខ្ញុំទេគឺសប្បាយខ្លាំងមែនទែនហើយពូកន្លែងនេះគឺគាត់សប្បាយចាប់ត្រីគាត់ថាត្រីធំណាស់គាត់នាំបងប្អូនគាត់សប្បាយចាប់ជុំគ្នាហើយអ្នកខ្លះបានត្រីហើយបើខ្ញុំវិញគ្រាន់ចោះទៅថតទេអាចបានចាប់នឹងគេទេខ្ញុំនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំដែលបានទៅចូលរួមកម្មវិធីមួយនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនដោយសារតែកម្មវិធីនេះគឺរក្សាមកតាំងពីដូនតាយើងយូរណាស់មកហើយក៏ជាកម្មវិធីមួយដែលមានតែតាមតំបន់ប៉ុណ្ណោះតំបន់ខ្លះគឺអត់មានកម្មវិធីបែបនេះទេហើយជាចុងក្រោយចំពោះអ្នកអត់ទាន់បានទៅចូលរួមកម្មវិធីនេះទេបងប្អូនទាំងអស់គ្នាអាចចូលរួមនៅក្នុងឆ្នាំនេះបានសង្ឃឹមតែជួបបងប្អូនទាំងអស់គ្នានៅក្នុងកម្មវិធីchân vô thì liên chung phát phát nhằm thì đi hay thì quạt bằng trò đi chia bằng đôi là con hay da con chát bông bò cho gió có pin tuổi ta hay da con chát bông bò cho gió có pin tuổi ta dây ba rụp ôn nên ba ria ta bé đã lắm giang na có mình lệnh bong na អាយ៉ាកញ្ឆែតបងកងអែបងបោះខ្លួនទាំងស្រុងអាយ៉ាកញ្ឆែត អូបងប៉ះហើយប៉ះហើយទុយធំអានេះអីរួចទុយធំទុប៉ណាអានេះទុកគុំเลยអូប៉ណា អាយយចាប់ស្រួលរួចអើយដែរយើងចកៃចេះលេខបាត់ដល់អូចាំមកកន្លែងលហែទៀតចាំកន្លែងលហែទៅបាត់ប៉ណាអូនេះបងអើយមកហូបអូឈឺដៃតែក្លាស់គីឡូបងអើយឈឺដៃនេះអត់ទេល្អណាស់បងអើយគុំយីដែរមិនធំម៉ានទេមកមុំនេះបងអើយមកហូបបាក់1គីឡូជាងនេះនេះដែរចុះអូដាក់ទៅនេះចូលគីឡូបងអើយអីអត់នេះបងប្អូនប្រុសអានគួរបងប្អូនស្នៃនេះពុកប៉ុនគ្នានេះ1គីឡូនេះមានអីអាយអ៊ុតមើលបងប្អូនអ៊ុតមើលហាក់លើទៅពីមកអ៊ុតខ្ញុំយ៉ាងណាលើនេះបងប្អូនអើយនេះសុគីទៅមកបងប្អូនអើយសាឡម៉ាក់1គីឡូជាងនេះដល់កអូខ្ញុំធំណាស់បងប្អូនអើយពេញលេងនេះមកហូបនេះ